មានបងប្អូនណាខ្លះដែលគាត់យកច្រឡំថាកូនក្រមុំគឺជាប្អូនខ្ញុំបកើតហើយនឹងកូនកន្លោះជាប្អូនប្រសារបស់ខ្ញុំភ្ញាក់តាំងពីម៉ោង6ដើម្បីរៀបចំខ្លួនទៅកម្មវិធីភ្ជាប់ពាក្យរបស់ប្អូនខ្ញុំទាំងពីរថ្ងៃនេះគឺរៀបចំឈុតជាមួយនឹងគ្រឿងអលង្ការដែលខ្ញុំត្រូវពាក់ថ្ងៃនេះបងប្អូនអ្នកគ្នានៅក្នុងវីដេអូនេះ share និង comment មើលវីដេអូនេះដល់ចប់ណាហើយធ្វើការទាយទាំងអស់គ្នាថាពីរអ្នកគាត់មួយណាជាប្អូនខ្ញុំបង្កើតអ្នកដែលទាយត្រូវទទួលបានអាំងប៉ាវ$50បញ្ជាក់បងប្អូនទាយទាំងអស់គ្នាមកតែហាមអូវីដេអូដល់ចប់ចាបងប្អូនអ្នកគ្នាឥឡូវនេះគឺយើងធ្វើការពាក់គ្រឿងអលង្ការព្រោះអីខកម៉ោងដែលយើងត្រូវទៅឲ្យបងប្អូនអ្នកគ្នាដោយសារតែពេលវេលាដែលគេធ្វើការកម្មវិធីហ្នឹងបងប្អូនគឺវេលាម៉ោង9ម៉ោង10ព្រឹកនឹងឯងបងប្អូនមកដល់រោងភ្លាមបងប្អូនគឺបានជួបជាមួយនឹងកូនខ្ញុំជាមួយនឹងរ៉ាមីគីដែលពួកគាត់មកតាំងពីព្រលឹមតាចាទៅជាម្ចាស់កម្មវិធីនេះមកយឺតវិញណាបងប្អូននិងបងប្អូនស្រីខ្ញុំចាទាំងពីរទាំង3នាក់បងប្អូនអើយគឺមកលឿនមែនតើសេពទៅមកដល់បងប្អូនអើយកូនកំឡោះអត់តាន់ហើយទេកូនកំឡោះទៅតែបានមួយទឹកហើយបងប្អូនអ្នកគ្នាគឺយើងយក UV មកលាបឲ្យកូនកំឡោះទីសិនបងប្អូនព្រោះកូនកំឡោះរបស់ខ្ញុំនេះគឺមិនអាចអត់ UV បានទេនិយាយទៅគឺថាមុខនឹងអត់ UV គឺអត់មានសំណើមតែម្ដងបងប្អូនអ្នកគ្នាហើយណាមួយមេឃក្តៅអីចឹងយើងត្រូវការលាប UV សិនអញ្ចឹងគ្រាន់តែឃើញទៅភ្នែកភ្លាមគឺទាញយកលាបឲ្យប្អូនភ្លាមបងប្អូនដោយសារតែប្អូនខ្ញុំនេះនិយាយទៅគឺដូចទារក់តូចតែម្ដងបងប្អូននិយាយថាបីបាច់ថែរក្សាការពារប្អូនតែម្ដងបងប្អូនអ្នកគ្នាក្នុងនាមជាបងស្រីបងប្អូនគ្មានថ្ងៃណាដែលយើងសប្បាយចិត្តជាងថ្ងៃនេះទេបងប្អូនខ្ញុំនិយាយមែនមកឆាជីវិតរបស់បងស្រីនៅពេលដែលយើងបានឃើញប្អូនរបស់យើងចាទទួលបានផ្កាស្លាឬក៏បានយកផ្កាស្លាទៅឲ្យគេចឹងបងប្អូនគឺជាថ្ងៃដែលយើងសប្បាយរីករាយមែនតែនហើយក្នុងចិត្តភ័យអបងប្អូនអ្នកគ្នាដោយសារតែអារម្មណ៍មួយនៅតែគិតថាប្អូនយើងគឺជាក្មេងតូចចឹងណាបងប្អូនកូនពៅផងហើយនៅគិតថាប្អូនយើងនៅក្មេងតូចចាមិនតន់ចេះគិតមិនតន់ធំតាមពិតបងប្អូនបើចេះស្ដែងគេធំហើយបងប្អូនគេចេះរើសគូគេចេះស្រឡាញ់គេចេះជួយការងារគេចេះធ្វើការងារអីរត់លុយខ្លួនឯងអស់ហើយប៉ុន្តែនៅក្នុងចិត្តជាបងស្រីបងប្អូនអ្នកគ្នានៅតែគិតថាប្អូនយើងហ្នឹងនៅតែជាក្មេងតូចរបស់យើងអញ្ចឹងណាបងប្អូននិយាយពីថាមេក្តៅមែនទែនបងប្អូនម៉ោង11 12ថ្ងៃត្រង់ទៅបានហើយចំនួនបងប្អូនគឺកម្មវិធីរបស់យើងត្រូវបាន delay អញ្ចឹងណាបងប្អូនដោយសារតែមានបញ្ហាខុសបច្ចេកទេសតិចតួចបងប្អូនអ្នកគ្នាអើយកុំប្រកែប្រកាន់និយាយពីថាក្តៅពេកដល់ថ្នាក់ប្តីខ្ញុំទ្រាំអត់បានណាបងប្អូនហៅប្រពន្ធឲ្យមកលាបជាមួយនឹង UV ឲ្យបន្ថែមទៀតបងប្អូនដោយសារតែមកពីផ្ទះហ្នឹងលាបម្ដងហើយបងប្អូនមេក្តៅពេកបងប្អូនអ្នកគ្នាអញ្ចឹងមកថាមុខបងប្អូនអ្នកគ្នាបើចង់ការពារកម្ដៅថ្ងៃបានល្អកុំភ្លេច UV និង DD sunscreen Bella បងប្អូនអ្នកគ្នាលាបទៅបងប្អូនកុំឲ្យចំមុខក្រហមមុខរោលមុខដូចខ្ញុំអញ្ចឹងបងប្អូនអ្នកគ្នាឃើញទេបងប្អូនយើងហើយចំនួនអីមកមិន12 10ថ្ងៃត្រង់ក៏យើងអត់បារម្ភដែរបងប្អូនឃើញស្បែកទេនិយាយពីថាមុខឡើងគីឡូកាឡា skin ហ្មងបងប្អូនអ្នកគ្នាហើយខ្ញុំនឹងប្រាប់ថែបបងប្អូនអ្នកគ្នាថាតើធ្វើមិនឲ្យមុខយើងអលងស្អាតអញ្ចឹងណាបងប្អូនចាំនៅចុងវីដេអូខ្ញុំនឹងប្រាប់បងប្អូនឥឡូវនេះគឺចូលដល់វ័យដែលគេថាធ្វើខ្លួនស្អាតអញ្ចឹងណាបងប្អូនអញ្ចឹងមកថាពេលដែលឃើញប្អូនយើងគាត់ឆាប់មានគូសកលអញ្ចឹងណាបងប្អូនក្នុងនាមជាបងស្រីបងប្អូននៅសប្បាយចិត្តដោយសារតែវ័យនេះគឺជាវ័យដែលយើងនៅធ្វើខ្លួនស្អាតតែចាស់បន្តិចទៀតទៅយើងធ្វើខ្លួនអត់ស្អាតបានប្អូនយើងមានគូក៏យើងពិបាកធ្វើខ្លួនអញ្ចឹងណាថ្ងៃនេះក្នុងនាមជាបងស្រីបងប្អូនអ្នកគ្នាមានទូនីតិជាបងស្រីផងជាអាណាព្យាបាលគាត់ផងហើយក៏ជាអ្នកដឹកដៃកូនក្រមុំកូនកន្លោះចូលពិធីជ័យរបស់គាត់ដែរបងប្អូននិយាយទៅជំនួសមុខឲ្យម៉ាក់ខ្ញុំអញ្ចឹងណាបងប្អូនហើយថ្ងៃនេះគឺជាថ្ងៃដែលម៉ាក់ខ្ញុំគាត់ទន្ទឹងរង់ចាំមកជីវិតរបស់គាត់ណាបងប្អូនមុននឹងគាត់ការតាចាក់ចេញពីពួកខ្ញុំទៅក៏គាត់បានផ្ដាំថាមើលប្អូនផងឲ្យប្អូនរកគូអនាគតដែលល្អក្នុងនាមយើងជាបងអញ្ចឹងណាថ្ងៃនេះគឺខ្ញុំបានបំពេញមុខឲ្យម៉ាក់ខ្ញុំហើយបងប្អូនអ្នកគ្នាគឺខ្ញុំបានរើសគូមួយដែលប្អូនខ្ញុំគាត់ស្រឡាញ់ហើយក៏គាត់ពេញចិត្តនៅគូរបស់គាត់តាំងពីដើមមកគឺគាត់បានស្គាល់គ្នាបានរាប់អានគ្នាមើលចិត្តមើលថ្លើមគ្នារយៈពេល2-3ឆ្នាំហើយអញ្ចឹងណាបងប្អូនថ្មីត្បិតតែប្អូនខ្ញុំគាត់ក្មេងទៅ20ឆ្នាំជាងបងប្អូនប៉ុន្តែគឺគាត់មានគំនិតមួយគឺគាត់ចេះថែរក្សាគ្នាចេះមានគូអញ្ចឹងណាបងប្អូនចេះស្រឡាញ់គ្នាចេះអធ្យាស្រ័យហើយខំប្រឹងរលួយទៅជាមួយគ្នាខំប្រឹងកាន់ដៃគ្នាអញ្ចឹងណានឹងឯងបងប្អូនអ្នកគ្នាជាមោទនភាពរបស់យើងជាបងព្រោះអ្វីដែលខ្ញុំបានបង្រៀនប្អូនខ្ញុំគឺការស្មោះត្រង់ស្រឡាញ់ឲ្យតម្លៃគ្នាអញ្ចឹងនៅពេលដែលឃើញថ្ងៃពិសេសរបស់ប្អូនយើងអញ្ចឹងបងប្អូននិយាយថាទឹកភ្នែកដល់មកពីណាយំតាំងពីដើមរហូតដល់ចប់កម្មវិធីហ្មងបងប្អូនគ្នាដែលកំពុងតែត្រូវបានគេថាគេបូលីរឿងក្លិនខ្លួនមិនល្អអីកុំភ្លេចជាមួយនឹងលេខឃ្លៀកបេឡាអ្នកដែលមានបញ្ហាបាញ់ឃ្លៀកបាញ់ខ្លួនស្អុយសារទទួលដល់ពុកបេសង្វាបងប្អូនបាច់ជិះដឹងហើយលេខឃ្លៀកដែលឈរជើងនៅលើទីផ្សាររយៈពេល7-10ឆ្នាំគុណភាពលំដាប់លេខ1តែម្ដងបងប្អូនអ្នកគ្នាព្រោះនិយាយពីក្លិនគេវិញណាគឺដូចតែអប់អញ្ចឹងបងប្អូនដូចខ្ញុំចែកឃើញទៅកម្មវិធីគេអញ្ចឹងណាមិនដែលភ្លេចទេជាមួយនឹងការលាបលេខឃ្លៀកសិនមុនទៅកម្មវិធីបងប្អូនព្រោះក្លិនខ្លួនគឺពិតជាសំខាន់ណាស់សម្រាប់មនុស្សស្រីយើងបងប្អូនពេលដែលក្លិនខ្លួនយើងក្រអូបប្រហើរមានក្លិនល្អឬក៏មានអីអញ្ចឹងណាយើងដើរចិត្តអ្នកណាគេគឺយើងមានអារម្មណ៍ល្អដែរអញ្ចឹងកុំភ្លេចណាជាមួយនឹងលេខឃ្លៀកបេឡាមានខ្លងតូចនិងខ្លងធំក្លិនក្រអូបដូចតែអប់អ្នកដែលឃើញវីដេអូមួយនេះ share និង comment
មានលេខក្នុងដៃមិនមែនតែរូបតែរូបតែ QR code តែរូបតែ QR code មកចាយបាញ់ឲ្យអាំងប៉ាអត់កិននេះសម្រាប់ top fan របស់ចាយបេឡាហើយបើ version ទី2នេះវិញណាសម្រាប់អ្នកដែលមានបញ្ហាក្លិនខ្លាំងស្អុយសាខ្លាំងធ្ងន់ធ្ងរហ្មងប្រើ version ទី2 version ទី2នេះក៏ជាលេខឃ្លាដែរប៉ុន្តែយើងបង្កើតមកគឺសម្រាប់អ្នកដែលគាត់ជួយចិត្តក្លិនក៏អូបខ្លាំងប្រើ version ទី2ទៅក្លិនរបស់គេគឺអ្នកសាច់ហ្មងចង់កាត់ stock យកទៅបន្តបត់ដូរនេះឆាប់ជិះពេកមក